ព្រះគម្ពីរម៉ាថាយជំពូកទី2ពួកហោមកថ្វាយបង្គំព្រះឱរ៉ាស់យេស៊ូ1ការព្រះយេស៊ូទ្រង់ប្រសូតមកនៅភូមិបេតលេហែមស្រុកយូដាក្នុងរាជស្ដេចហេរ៉ុតនោះមានពួកហោពីទិសខាងកើតមកដល់ក្រុងយេរូសាឡែមសួរថា2តើព្រះអង្គដែលប្រសូតមកធ្វើជាស្ដេចសាសយូដាទ្រង់គង់នៅឯណាពីព្រោះយើងបានឃើញផ្កាយរបស់ទ្រង់ពីទិសខាងកើតមកហើយយើងមកថ្វាយបង្គំទ្រង់3ការស្ដេចហេរ៉ុតបានឮនោះទ្រង់មានសេចក្តីវិតកៈព្រមទាំងពួកញាក់នៅក្រុងយេរូសាឡែមទាំងអស់គ្នាផង4ការបានប្រជុំពួកសង្គ្រាចនិងពួកអាចារ្យនៃបណ្ដាជនមកសាកសួរពីព្រះគ្រីស្ទដែលទ្រង់ត្រូវប្រសូតនៅឯណា5នោះគេក៏ទូលទ្រង់ថានៅឯភូមិបេតលេហែមក្នុងស្រុកយូដាព្រោះហោរ៉ាបានចែងសេចក្តីទុកមកដូចនេះថា6ឯងបេតលេហែមស្រុកយូដាអើយឯងមិនមែនតូចជាងគេក្នុងពួកចៅហ្វាយនៅស្រុកយូដាទេត្បិតនឹងមានចៅហ្វាយមួយចេញពីឯងមកចៅហ្វាយនោះនឹងខ្វល់អ៊ីស្រាអែលជារាជអញ8នោះស្ដេចហេរ៉ុតក៏ហៅពួកហោនោះមកដោយសម្ងាត់សាកសួរយ៉ាងហ្មត់ចត់ពីផ្កាយនោះបានលេចមកពីកាលណា9រួចទ្រង់ចាត់គេឲ្យទៅឯបេតលេហែមដោយបង្គាប់ថាចូលអ្នករាល់គ្នាទៅស៊ើបដំណឹងពីកូនតូចនោះឲ្យច្បាស់លាស់កាលណាបានឃើញហើយនោះត្រូវមកប្រាប់ដល់យើងវិញដើម្បីឲ្យយើងបានទៅថ្វាយបង្គំដែរ9កាលគេបានទទួលបង្គាប់នៃស្ដេចស្រេចហើយនោះក៏នាំគ្នាចេញទៅឯផ្កាយដែលគេបានឃើញពីទិសខាងកើតនោះក៏នាំមកគេដរាបដល់ចំពីលើកន្លែងដែលបុត្រតូចនៅទៅឈប់10គេមានសេចក្តីអំណរជាខ្លាំងក្រៃដោយឃើញផ្កាយនោះ11ហើយក៏ចោយទៅក្នុងផ្ទះឃើញបុត្រតូចនៅជាមួយនឹងម៉ារ៉ាជាមាតារួចក៏ក្រាបថ្វាយបង្គំព្រមទាំងបើកយកទ្រព្យដ៏វិសេសរបស់ខ្លួនថ្វាយដង្វាយជាមាសជាកំនៀនជាចលវិញទេដល់បុត្រនោះ12រួចវិលទៅស្រុកគេវិញតាមផ្លូវមួយទៀតទៅដោយព្រោះព្រះទ្រង់ពន្យល់សុពិតប្រាប់មិនឲ្យត្រឡប់ទៅឯហេរ៉ុតវិញឡើយព្រះយេស៊ូវភៀសខ្លួនទៅនៅស្រុកអេស៊ីបិត13កាលគេចិនទៅបាត់ហើយ